សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទធីមអលសម្រាប់រឿងសូមស្វាគមន៍មកកាន់ភាគបន្តនៃសាច់រឿងអ្នកក៏ហៅលំដាប់ថ្នាក់ F3 យើងមកបន្តសាច់រឿងរបស់យើងដែលមានអ្នកប្រមាញ់មួយក្រុមបានធ្វើការដេញតាមជាងវាងដែលជាមិត្តរបស់តួឯករបស់យើងសិនស៊ីនក្រុមរបស់អ្នកប្រមាញ់ទាំងនោះមានគម្រោងធ្វើការចាប់ចម្រិតទៅលើអ្នកប្រមាញ់ចំណូលថ្មីដើម្បីចម្រិតទារប្រាក់នៅពិភពលោកខាងក្រៅព្រោះពួកគេដឹងថាច្បាប់មិនអាចធ្វើអ្វីអ្នកប្រមាញ់បានទេនៅក្នុងទឹកដីបិសាចសិនស៊ីនដែលកំពុងលួចមើលគេបានគិតថាបន្ទាប់ពីទទួលបានលុយចំណាត់ខ្មាំងនឹងត្រូវបានសម្លាប់ដើម្បីធ្វើការលាក់បាំងនៅអត្តសញ្ញាណរបស់ពួកគេជាងវាងបានស្រែកថាគេត្រឹមតែជាកូនអ្នកក្រីក្រប៉ុណ្ណោះកុំធ្វើការដេញតាមគេអីពេលនោះក្រុមរបស់ជាងវាងត្រូវបានជាប់គាំងដោយជំនាញពិសេសរបស់ក្រុមចៅហើយពួកវាបានធ្វើការគំរាមកំហែងជាងវាងឲ្យប្រាប់នៅព័ត៌មានអំពីគ្រួសាររបស់គេក្រុមចៅបាននិយាយថាវាងាយស្រួលនោះទេនៅពេលដែលយើងកាត់ដៃកាត់ជើងរបស់ឯងយើងនឹងទទួលបាននៅអ្វីដែលយើងចង់បានពេលដែលវាលើកពូថៅរៀបកាត់ដៃរបស់ជាងវាងស្រាប់តែមានគ្រាប់ព្រួញមួយបានហោះចំដៃរបស់វាមានការខឹងជាខ្លាំងនៅពេលដែលវាងាកទៅវាបានឃើញបរិះបិទមុខម្នាក់ប៉ុន្តែវាបានចាប់អារម្មណ៍ទៅលើឈ្មោះបរិះម្នាក់នោះឈ្មោះរបស់គេនោះគឺរក្សាសិនស៊ីនបានស្រែកជេរពួកវាថាពពួកអាសម្រាមពួកឯងធ្វើតែអំពើអាក្រក់ដែលបណ្ដាលឲ្យពួកចៅទាំងអស់នោះវាមានការខឹងជាខ្លាំងដែលធ្វើឲ្យពួកវាដេញវាប្រហារទៅលើសិនស៊ីនពួកវាថែមទាំងនិយាយថាឯងហ៊ានលួចបាញ់ប្រហារយើងនឹងធ្វើការហែកឯងជាជំរាកសម្រាប់អាជីម3ក្បាលនោះវាមិនអាចធ្វើការរត់ទៅណាបាននោះទេព្រោះវាជាប់នៅជំនាញពិសេសរបស់យើងហើយសិនស៊ីនបានធ្វើការរត់គេចពីពួកវាដោយបញ្ឆោតឲ្យពួកវាចូលទៅក្នុងចន្លោះនៃរូងភ្នំមួយកន្លែងហើយមេក្រុមចៅវាបានស្រែកថាហេតុអ្វីបានជាឯងមិនរត់ទៀតទៅយើងនឹងមិនធ្វើការសម្លាប់ឯងលឿនពេកនោះទេយើងនឹងធ្វើការហែកឯងជាជំរាកតែសិនស៊ីនគេបានស្រែកនិយាយថាប្រសិនបើឯងសម្លាប់យើងនៅក្នុងដែនដីបិសាចឯងមិនខ្លាចមនុស្សខាងក្រៅដឹងទេវាបានតបទៅសិនស៊ីនវិញថាកុំបារម្ភអីវាគ្មានអ្នកណាដឹងថាយើងនឹងសម្លាប់ឯងនៅទីនោះទេប្រសិនបើឯងលើកជង្គង់អង្វរយើងប្រហែលជាមានក្តីមេត្តាខ្លះចំពោះឯងសិនស៊ីនគេបាននិយាយថាវាពិតជាល្អណាស់ប្រសិនបើពួកឯងនិយាយបែបនេះពេលនេះគេបានធ្វើការកោះហៅនៅកូនចៅបិសាចរបស់គេដើម្បីទទួលនៅភ្ញៀវដែលគេបានអញ្ជើញមកមានសត្វបិសាចអណ្ដើកនិងសត្វបិសាចទន្សាយចំនួន9ក្បាលវាបានចេញមកវាបានធ្វើឲ្យពពួកចៅវាពិតជាភ័យខ្លាចពួកវាពិតជាងឿងឆ្ងល់មិនដឹងថាពួកបិសាចចេញមកពីណានោះទេអ្វីដែលពួកវាអាចធ្វើបាននៅពេលនេះគឺធ្វើការរត់ត្រឡប់ក្រោយប៉ុន្តែដោយដែលយើងបានដឹងរួចមកហើយថាបិសាចចចកស្រមោលរបស់សិនស៊ីនវាមិនទាន់បានធ្វើការចេញមកនោះទេនៅពេលដែលពួកចៅវាបានរៀបនឹងត្រឡប់ក្រោយពួកវាបានឃើញនៅបិសាចចចកស្រមោលដែលស្ថិតនៅកម្រិតចំណាត់ថ្នាក់ elite សំឡេងមួយបានបន្លឺពីក្រោយខ្នងរបស់ក្រុមចៅពួកឯងធ្លាប់និយាយហើយមែនទេប្រសិនបើខ្ញុំសម្លាប់ឯងនៅទីនេះគ្មានអ្នកក្រៅម្នាក់ណាដឹងនោះទេទឹកមុខរបស់ក្រុមចៅពួកវាមានការភ័យខ្លាចជាខ្លាំងអ្វីដែលពួកវាអាចធ្វើបាននៅពេលនេះគឺមានតែទទួលរងនឹងការវាយប្រហារពីបិសាចចចកស្រមោលពីបិសាចអណ្ដើកនិងពីបិសាចទន្សាយតែប៉ុណ្ណោះជាចុងក្រោយអ្វីដែលពួកវាបានបន្សល់ទុកនោះគឺទ្រព្យសម្បត្តិដែលពួកវាធ្លាប់បានប្លន់និងធ្លាប់បានរកបានក្រដាស់មួយសន្លឹកបានបង្ហាញអំពីព័ត៌មានវាស្ថិតនៅកម្រិតថ្នាក់ C rank ការវាយប្រហារ0ជំនាញរបស់វាគឺជាការកំណត់គោលដៅធ្វើឲ្យសត្រូវមានការជាប់គាំងចំនួន100វិនាទីពពួកចៅត្រូវបានសម្លាប់សិនស៊ីនបានធ្វើដំណើរចាក់ចេញពីកន្លែងនោះដើម្បីបន្តដំណើរទៅជាន់ទី2ពេលនោះជាងវាងនិងនារី2នាក់ទៀតបានធ្វើការស្រែកហៅហើយចង់ផ្ដល់នូវរង្វាន់1លានដើម្បីជាការអរគុណប៉ុន្តែសិនស៊ីនមិនទទួលយកវានោះទេគេនិយាយថាគេគ្រាន់តែមិនចូលចិត្តមនុស្សអាក្រក់ធ្វើបាបមនុស្សទន់ខ្សោយតែប៉ុណ្ណោះហើយគេថែមទាំងប្រាប់ឲ្យពួកគេចេះប្រយ័ត្នខ្លួននៅពេលក្រោយប៉ុន្តែអ្វីដែលតួឯកប្រុសរបស់យើងកំពុងតែគិតនៅពេលនេះគេពិតជាចង់ទទួលបាននៅប្រាក់1លាននោះពិតមែនប៉ុន្តែគេខ្លាចធ្វើឲ្យបែកធ្លាយនៅអត្តសញ្ញាណរបស់គេពេលដែលគេបានលាអ្នកទាំង3ធ្វើដំណើរទៅជាន់ទី2នៅពេលដែលគេទៅដល់ជាន់ទី2មនុស្សម្នាជាច្រើនកំពុងតែធ្វើការប្រកាសដើម្បីរកក្រុមប៉ុន្តែសិនស៊ីនបានគិតថាវាមិនសុវត្ថិភាពទេគេសុខចិត្តនៅម្នាក់ឯងគេបានបើកផ្ទាំងព័ត៌មានដើម្បីមើលអំពីព័ត៌មានរបស់សត្វបិសាចនៅជាន់ទី2ផ្ទាំងព័ត៌មានបានបង្ហាញសត្វពីងពីងពឹសចំណុចពិសេសរបស់វាធ្វើការវាយប្រហារដោយពឹសនិងការវាយប្រហារដោយប្រើសូត្ររុំពាត់ដែលបណ្ដាលឲ្យសត្រូវរបស់វាមិនអាចផ្លាស់ទីបានក្នុងរយៈពេលខ្លីមួយបិសាចប្រជៀវជញ្ជក់ឈាមការវាយប្រហាររបស់វាមិនខ្លាំងក្លានោះទេប៉ុន្តែការវាយប្រហាររបស់វាត្រូវគោលដៅម្ដងគោលដៅនោះនឹងធ្វើការហូរឈាមមិនឈប់មិនឈរអាកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ថាអញ្ចេះនៅពេលដែលវាវាយប្រហារទៅលើសត្រូវម្ដងអញ្ចឹងវាធ្វើឲ្យសត្រូវនឹងដកឈាមហើយអាកន្លែងដែលវាវាយប្រហារត្រូវហ្នឹងវានៅតែដកឈាមរហូតវាអត់តាន់បាត់ទេអញ្ចឹងណាតោះឥឡូវយើងមកបន្តបន្តិចទៀតមេបិសាចកង្កែបវាមានទំហំធំស្បែកក្រាស់ឈាមច្រើននិងការវាយប្រហារធម្មតាមិនអាចធ្វើអ្វីវាបាននោះទេ
ជំនាញពិសេសរបស់វាធ្វើការវាយប្រហារទៅលើដីដែលបណ្ដាលឲ្យសត្រូវដែលស្ថិតនៅក្នុងតំបន់វាយប្រហារនោះมันអាចផ្លាស់ទីបានហើយនឹងមានការរងរបួសហើយចំពោះ skill ផលបិសាចអង្កែបហ្នឹងយើងប្រៀបធៀបវាដូច hero កតុកកចាដល់ពេលដែលវា load ទ្រាំទៅលើដីទៅenemy ដែលនៅជុំវិញទាំងអស់ហ្នឹងវាមានការ load stun ហើយវាធ្វើឲ្យ enemy ហ្នឹងអស់ឈាមខ្លះចឹងណានៅពេលដែលសិនស៊ីនកំពុងតែអានព័ត៌មានស្រាប់តែមានសំណាញ់ពីងពីងមួយធ្វើការវាយប្រហារមកលើគេប៉ុន្តែគេបានដឹងខ្លួនហើយធ្វើការកោះហៅនៅសត្វបិសាចទន្សាយចំនួន2ក្បាលធ្វើការទប់ទល់ប៉ុន្តែវាបានប្រើសំណាញ់របស់វាបូករួមជាមួយនឹងពឹសធ្វើការវាយប្រហារទៅលើបិសាចទន្សាយទាំងពីរក្បាលដែលបណ្ដាលឲ្យសិនស៊ីនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងវាមិនមានការវាយប្រហារខ្លាំងនោះទេតែសំណាញ់បូករួមជាមួយនឹងពឹសរបស់វាធ្វើឲ្យបិសាចទន្សាយទាំងពីរក្បាលមានការដកឈាមជាច្រើនពេលនោះគេបានកោះហៅបិសាចបន្ថែមដើម្បីធ្វើការវាយប្រហាររួមជាមួយគ្នាដែលបណ្ដាលឲ្យបិសាចពីងពីងត្រូវបានស្លាប់ហើយគេទទួលបាននៅត្បូងធម្មពលប្រលឹងចំនួន2គេបានធ្វើការកោះហៅបិសាចពីងពីងនោះមកធ្វើជាកូនចៅមួយទៀតផងដែរផ្ទាំងព័ត៌មានបានលោតបង្ហាញសត្វពីងពីងដែលគេបានកោះហៅវាស្ថិតនៅកម្រិត level 1 experience 10ឈាម300ការវាយប្រហារចន្លោះពី100ទៅ150ការការពារ200ជំនាញពិសេសរបស់វាគ្មានពេលនោះមានបិសាចប្រជាពីរក្បាលបានធ្វើការវាយប្រហារមកលើគេបានធ្វើការកោះហៅបិសាចមកធ្វើការទប់ទល់ជាមួយបិសាចប្រជាទាំងពីរក្បាលនោះគេបានសង្កេតឃើញថានៅកន្លែងដែលបិសាចប្រជានោះវាយប្រហារវាមិនសូវខ្លាំងនោះទេប៉ុន្តែវាហូរឈាមមិនឈប់នោះឡើយគេបានធ្វើការកោះហៅនៅបិសាចពីងពីងមកធ្វើការទប់ទល់ជាមួយនឹងបិសាចប្រជាដោយការរួមដៃជាមួយគ្នាគេបានធ្វើការសម្លាប់ទៅលើបិសាចប្រជាទាំងពីរក្បាលនោះហើយបានកោះហៅវាមកធ្វើជាកូនចៅនៅពេលដែលមកដល់ចិត្តច្រកចូលខាងក្នុងមានមនុស្សមីនីជាច្រើនកំពុងតែស្រែកតវ៉ាពួកគេបាននាំគ្នាទាមទារចូលទៅខាងក្នុងដើម្បីកម្ចាត់មេបិសាចនៅជាន់ទី2ដោយអ្នកប្រមាញ់នៅខាងមុខទ្វារពួកគេបានទាមទារនៅ10នៃស្នូលធម្មពលប្រលឹងរបស់សត្វបិសាចដើម្បីជាធ្នូនៅការការពារពួកគេចូលទៅខាងក្នុងដើម្បីសម្លាប់មេបិសាចកង្កែបហើយប្រាប់ពួកគេថាវាជាថ្លៃការពារក្នុងការប្រយុទ្ធជាមួយនឹងបិសាចកង្កែបដោយការពារពួកគេពេលនោះមានតែសិនស៊ីនយើងតែម្នាក់គត់ដែលយល់ព្រមប៉ុន្តែគេបានប្រាប់ថាគេស្នើសុំផ្លាស់ប្ដូរជាមាសសុទ្ធទៅវិញព្រោះគេជាកូនអ្នកមានគេទៅតែបានចូលមកក្នុងនេះថ្មីថ្មងប៉ុណ្ណោះគេគ្មានស្នូលធម្មពលប្រលឹងសត្វបិសាចច្រើននោះទេគេសុកចិត្តយកដុំមាសមកធ្វើការផ្លាស់ប្ដូរជំនួសទៅវិញព្រោះគ្រួសាររបស់គេគឺជាអ្នកមាននៅពេលដែលគេបានចូលទៅខាងក្នុងហើយសម្លាប់មេបិសាចកង្កែបនៅពេលដែលគេទៅដល់ជាន់ទី3នោះគេនឹងបញ្ជូនវាទៅឲ្យពួកគេទាំងអស់បរិសម្នាក់នោះបានយល់ព្រមហើយគេបាននិយាយគម្រាមកំហែងទៅដល់សុនស៊ីនថាប្រសិនបើឯងហ៊ានតែកុហកហើយមិនឲ្យដុំមាសមកគេឯងនឹងជួបផលវិបាកសុនស៊ីនបានឆ្លើយតបយ៉ាងលឿនថាគេមិនហ៊ានកុហកនោះទេបរិសម្នាក់នោះបានប្រាប់មេរបស់គេថាមនុស្សរបស់យើងបានចូលមកគ្រប់គ្នាអស់ទៅហើយនៅពេលដែលជួបបរិសម្នាក់នោះឈ្មោះរបស់គេមានឈ្មោះថាកំពូលវីរៈបរិសរកលុយជំនាញក្នុងការវាយប្រហារពេលនោះពួកគេបានដើរពីក្រោយបរិសម្នាក់នោះដើម្បីចូលទៅប្រមាញ់មេបិសាចកង្កែបនៅពេលដែលគេបានចូលទៅឃើញមេបិសាចកង្កែបសិនស៊ីនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវាពិតជាមានរូបរាងធំខ្លាំងមែនតើអូអ្នកទាំងអស់គ្នាមេក្រុមរបស់ក្រុមនោះពិបាកហៅឈ្មោះមែនតើអញ្ចឹង admin សុំហៅគាត់អាតងល់ទៅវាងាយស្រួលហៅហើយងាយស្រួលស្ដាប់ជាងពេលនោះអាត្រងោលម្នាក់នោះបានធ្វើការលោតទៅវាយប្រហារមេបិសាចកង្កែបដោយប្រើនៅកម្រាបដៃយ៉ាងលឿនរបស់គេដែលធ្វើឲ្យអ្នកដែលកំពុងតែឈរមើលពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសមត្ថភាពនិងកម្លាំងរបស់គេពេលនោះមេបិសាចកង្កែបវាបានធ្វើការខ្ជាក់នៅដុំភ្លើងដើម្បីវាយប្រហារតបមកវិញប៉ុន្តែការវាយប្រហាររបស់វាមិនអាចធ្វើអ្វីបាននោះទេអាត្រងោលម្នាក់នោះបានធ្វើការប្រើកម្រាបដៃរបស់វាបានវាយទៅលើក្បាលនៃមេបិសាចកង្កែបពេលនោះសិនស៊ីនរបស់យើងបានគិតថាបិសាចកង្កែបនេះវាអស់ឈាមពាក់កណ្ដាលទៅហើយគេនឹងរកមធ្យោបាយដោះស្រាយជាមួយវានៅពេលក្រោយពេលនោះអាត្រងោលម្នាក់នោះបានធ្វើការយកកម្រាបដៃរបស់វាបានវាយប្រហារទៅលើសត្វបិសាចបន្ថែមទៀតដែលបណ្ដាលឲ្យកម្រាបដៃរបស់គេមានការចេញនៅភ្លើងជាខ្លាំងនៅពេលដែលវាយទៅលើសត្វបិសាចកង្កែបបានធ្វើឲ្យមេបិសាចកង្កែបលោតនៅឈាមជាច្រើននៅពេលដែលឃើញបែបនេះសិនស៊ីនរបស់យើងបានធ្វើការដកព្រួញរបស់គេបានបាញ់ទៅលើភ្នែករបស់បិសាចកង្កែបដែលធ្វើឲ្យវាមានកំហឹងជាខ្លាំងពេលនោះបិសាចកង្កែបបានធ្វើការដេញវាយប្រហារទៅលើសិនស៊ីនរបស់យើងនៅពេលដែលអ្នកប្រមាញ់ទាំងអស់ឃើញបែបនេះគេបាន
និយាយថាអាក្មេងម្នាក់នោះវាពិតជាក្លាហានណាស់វាហ៊ានធ្វើការវាយប្រហារមេបិសាចតែម្នាក់ឯងផងតែគ្នារបស់គេម្នាក់ទៀតបាននិយាយថាឆាប់ខាត់អាក្មេងម្នាក់នោះភ្លាមទៅកុំឲ្យវាធ្វើការសម្លាប់មេបិសាចនោះបើមិនដូច្នោះទេអ្វីៗនឹងក្លាយទៅជារបស់វាប៉ុន្តែអាត្រងោលបាននិយាយថាមិនបាច់ធ្វើការហាមឃាត់គេទេឲ្យគេធ្វើអ្វីតាមដែលគេចង់ធ្វើទៅចោះអាត្រងោលម្នាក់នោះវាបាននិយាយប្រាប់កូនចៅរបស់វាទៀតថាឯងកុំបាច់បារម្ភអីវាគ្រាន់តែជាក្មេងទើបតែចូលមកថ្មីប៉ុណ្ណោះវាមិនទាន់ស្គាល់អ្វីដែលហៅថាសេចក្តីស្លាប់នោះទេហើយវាក៏ចង់ឃើញនៅសមត្ថភាពរបស់តួឯកប្រុសរបស់យើងផងដែរពេលនោះកូនចៅរបស់វាបាននិយាយថាវាគ្រាន់តែជាអ្នកប្រើប្រាស់ព្រួញតែប៉ុណ្ណោះតើវាគិតថាវាអាចសម្លាប់មេបិសាចនេះតែម្នាក់ឯងបានមែនទេពេលនោះគ្នារបស់វាម្នាក់ទៀតបាននិយាយថាប្រសិនបើវាអាចសម្លាប់មេមួយនេះបានវាគិតមែនទេថាវាអាចចាក់ចេញពីទីនេះទាំងមានជីវិតពេលនោះមេបិសាចកង្កែបបានព្រុសភ្លើងទៅកាន់ស៊ិនស៊ីនហើយគេបានធ្វើការកោះហៅនៅសត្វបិសាចរបស់គេចេញមកដើម្បីធ្វើការវាយប្រហារទៅលើមេបិសាចកង្កែបពេលនោះក្រុមអ្នកប្រមាញ់ទាំងនោះពួកវាមានការភ្ញាក់ផ្អើលជាខ្លាំងនៅជំនាញនៅក្នុងការកោះហៅមួយនេះដោយពួកវាមិនដែលឃើញនៅជំនាញសមត្ថភាពនៃការកោះហៅសត្វបិសាចបែបនេះនោះទេដោយសត្វបិសាចកង្កែបត្រូវបានវាយប្រហារដោយស៊ិនស៊ីនហើយនឹងកូនចៅរបស់វាពេលនោះប្រព័ន្ធមួយបានលោតបង្ហាញថាបិសាចកង្កែបកំពុងតែមានការចុះទន់ខ្សោយពេលនោះតួឯកប្រុសរបស់យើងមានឱកាសធ្វើការបាញ់ព្រួញដើម្បីសម្លាប់សត្វបិសាចកង្កែបដែលធ្វើឲ្យអ្នកដែលនៅទីនោះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថាអាក្មេងដែលទើបតែមកថ្មីម្នាក់នេះវាពិតជាមានសមត្ថភាពខ្លាំងមែនពេលនោះស៊ិនស៊ីនរបស់យើងបានគិតថាគេទទួលបានរបស់របរជាច្រើននៅក្នុងការសម្លាប់មេបិសាចមួយនេះប៉ុន្តែក្រុមអ្នកប្រមាញ់ទាំងនោះមិនឲ្យគេរួចខ្លួនឡើយបានធ្វើការឡោមព័ទ្ធហើយនិយាយថាអ្វីដែលឯងមានទាំងអស់ត្រូវតែបកគលមកឲ្យយើងបូករួមជាមួយនឹងមាស10គីឡូក្រាមយើងនឹងធ្វើការឲ្យឯងចាក់ចេញពីទីនេះពេលនោះស៊ិនស៊ីនបានស្រែកថាប្រសិនបើពួកឯងមិនបានបិទច្រកទ្វារនោះទេយើងពិតជាអាចធ្វើការចូលមកទីនេះហើយសម្លាប់មេបិសាចដោយខ្លួនឯងវាងាយស្រួលហេតុអ្វីបានជាពួកឯងមកទារថ្លៃការពារពីយើងស៊ិនស៊ីនបានគិតថាបន្ទាប់ពីការប្រយុទ្ធជាមួយបិសាចបានបញ្ចប់គេពិតជាមានការខាត់បងជាច្រើនដោយបានបាត់បង់នៅសត្វបិសាចអណ្ដើកឡាវ៉ានិងសត្វពីងពីងបូករួមជាមួយនឹងសត្វប្រជៀវគេពិតជាមានការខាតបង់ដ៏ធំប៉ុន្តែគេមិនទាន់បានធ្វើការកោះហៅបិសាចចចកត្រមោលមកនោះទេគេគិតថាវាគ្រប់គ្រាន់ហើយសម្រាប់ការដោះស្រាយជាមួយនឹងពពួកអត់ប្រយោជន៍ទាំងអស់នេះអាត្រងោលវាបាននិយាយកាត់ថាអាក្មេងឯងពិតជាគួរឲ្យចាប់អារម្មណ៍ប៉ុន្តែសមត្ថភាពពិសេសរបស់ឯងវាគ្មានប្រយោជន៍ទេសម្រាប់យើងអាត្រងោលវាបានធ្វើការសម្លាប់បិសាចប្រជៀវដែលនៅសល់មួយក្បាលរបស់ស៊ិនស៊ីនព័ត៌មានក៏បានលោតបង្ហាញសត្វប្រជៀវត្រូវបានសម្លាប់ស៊ិនស៊ីនពិតជាមានការខឹងសម្បារជាខ្លាំងពេលនោះអាត្រងោលវានិយាយទៀតថាឯងអាចកោះហៅបិសាចអ្វីទៀតវាគ្មានប្រយោជន៍ទេសម្រាប់សមត្ថភាពរបស់ឯងក្នុងការកោះហៅបិសាចដ៏អន់វាគ្រាន់តែជាសម្រាមប៉ុណ្ណោះសម្រាប់យើងនៅពេលដែលឮអាត្រងោលនិយាយពាក្យសម្ដីបែបនេះស៊ិនស៊ីនរបស់យើងមានការខឹងសម្បារជាខ្លាំងហើយគេថែមទាំងនិយាយថាគេដើមឡើយគ្រាន់តែចង់សម្លាប់មេបិសាចដើម្បីឆ្លងទៅជាន់ទី3ប៉ុណ្ណោះប៉ុន្តែពេលនេះគេប្រហែលជាត្រូវសម្លាប់មនុស្សបន្ថែមទៀតហើយមើលទៅក្នុងកំឡុងពេលនោះមានបរិសម្នាក់បានស្រែកឡើងថាឆាប់ធ្វើការបញ្ឈប់វាភ្លាមគេបានប្រាប់ថាគេគឺជាអ្នកត្រួតពិនិត្យវិន័យនៅក្នុងដែនដីបិសាចពេលនោះស៊ិនស៊ីនរបស់យើងគេបានគិតថាអ្នកត្រួតពិនិត្យវិន័យនៅក្នុងដែនដីបិសាចគេមានភារកិច្ចធ្វើកិច្ចការសម្ងាត់ប្រមូលភស្តុតាងស៊ើបអង្កេតនិងដាក់ទោសលើមនុស្សដែលត្រូវបានបំពានច្បាប់មុខតំណែងរបស់គេតូចតាចប៉ុន្តែគេមានសិទ្ធិអំណាចខ្ពស់វាហាក់ដូចជាខ្ញុំមិនចាំបាច់ធ្វើការសម្លាប់ពួកសម្រាមទាំងអស់នេះទេមើលទៅតែកូនចៅអាត្រងោលវាបានប្រាប់អាត្រងោលថាប្រសិនបើអាអ្នកត្រួតពិនិត្យម្នាក់នោះវាយករឿងអាក្រក់របស់គេដែលបានជោគដៃជាមួយនឹងលោកូនោះវានឹងមានរឿងអាក្រក់សម្រាប់ពួកយើងបើមិនសម្លាប់អាពីរក្បាលនោះទេអ្នកត្រួតពិនិត្យវិន័យម្នាក់នោះគាត់បាននិយាយថាយើងបានកត់ត្រានៅពាក្យសម្ដីរបស់ឯងបាននិយាយមុននោះហើយអស់ហើយយើងនឹងយកវាធ្វើជាផុសតាងប្រគល់ទៅឲ្យថ្នាក់លើរបស់យើងប្រមានឯងឲ្យឆាប់ចាក់ចេញពីទីនេះភ្លាមហើយចូលខ្លួនទៅសារភាពនៅក្នុងការិយាល័យនៃថ្នាក់គ្រប់គ្រងនៃដែនដីបិសាចពេលនោះអាត្រងោលវាបានសើចហើយវាបាននិយាយថាឯងគ្មានឱកាសក្នុងការចាក់ចេញពីទីនេះទេពេលនោះពួកគេទាំងពីរនាក់ត្រូវបានឡោមព័ទ្ធដោយក្រុមអ្នកប្រមាញ់របស់អាត្រងោលហើយបរិសម្នាក់នោះគេបាននិយាយប្រាប់ស៊ិនស៊ីនថាឯងកុំភ័យអីខ្ញុំនឹងការពារឯងមានទេពកោសល្យនិងជំនាញពិសេសនៅពេលដែលខ្ញុំចាត់ការទៅលើពួកគេហើយខ្ញុំនឹងណែនាំឯងទៅកាន់ថ្នាក់លើរបស់ខ្ញុំពេលនោះកូនចៅរបស់អាត្រងោលម្នាក់បានលោតវាយប្រហារមកលើគាត់បានប្រើវេទមន្តបង្កកធ្វើឲ្យកូនចៅរបស់អាត្រងោលបានក
ពេលនោះវាបានប្រាប់ថាអាត្រងោលថាបរិសម្នាក់នោះគឺជាគ្រូវេទមន្តលំដាប់ថ្នាក់ A ប៉ុន្តែអាត្រងោលវាបានប្រាប់ទៅវិញថាឯងមិនបាច់ខ្លាចទេសមត្ថភាពរបស់គេវានឹងមានរយៈពេល30នាទីដើម្បីធ្វើការដាស់ឡើងនៅសមត្ថភាពភាសាទៀតពេលនោះវាគ្រប់គ្រាន់ហើយសម្រាប់យើងក្នុងការវាយប្រហារទៅលើគេប៉ុន្តែគេមិននឹកស្មានថានៅពេលដែលកូនចៅរបស់គេលោតវាយប្រហារទៅលើគាត់គឺជាអ្នកដែលចេះក្បាច់គុណម្នាក់ផងដែរគាត់បាននិយាយថាឯងកុំចង់មើលងាយយើងឲ្យសោះយើងគឺជាសិស្សម្នាក់ដែលចេញមកពីមហាវិទ្យាល័យក្បាច់គុណឈីងតុងតើឯងគិតថាយើងជាផ្នែក4ហើយមានសមត្ថភាពទន់ខ្សោយមែនទេពេលនេះគេបានស្រែកថាក្រុមអាត្រងោលបន្តិចទៀតក្រុមរបស់យើងបានមកដល់ហើយពួកឯងឆាប់ធ្វើការចាក់ចេញភ្លាមទៅព្រោះឯងទាំងអស់គ្នាមិនអាចគេចផុតពីច្បាប់បាននោះទេនោះកូនចៅរបស់អាត្រងោលដែលត្រូវបានអ្នកត្រួតពិនិត្យវិន័យធ្វើការវាយមុននោះគេបានប្រើវេទមន្តនៅក្នុងការចាក់ធម្មពលរបស់គេចូលទៅក្នុងមេរបស់គេដើម្បីធ្វើឲ្យមេរបស់គេមានការពារជាច្រើននោះគេហៅថា Magic Resistance ថ្នាក់ B rank ជំនាញកាត់បន្ថយការវាយប្រហារវេទមន្ត 100% រយៈពេល10វិនាទីពេលនោះធ្វើឲ្យអ្នកត្រួតពិនិត្យវិន័យគាត់ពិតជាមានការព្រួយបារម្ភជាខ្លាំងហើយបានស្រែកប្រាប់សិនស៊ីនរបស់យើងឲ្យឆាប់រត់គេចគេប្រាប់ថាជំនាញកំដាប់ដៃរបស់អាចោរម្នាក់នេះវាពិតជាខ្លាំងណាស់យើងមិនអាចធ្វើការទប់ទល់បានទេពេលនេះអាត្រងោលវាបានប្រាប់អ្នកទាំងពីរនោះថាពួកឯងនឹងស្លាប់ហើយនៅពេលនេះថ្ងៃនេះខ្ញុំសូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្នេះដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាដែលបានចូលទស្សនាសូមជួយចុច like subscribe និងដាក់រូបកណ្ដឹងដើម្បីបានចូលរួមទស្សនានៅភាគក្រោយៗទៀតសូមអរគុណ